ព្រះបាទជ័យវរ្ម័នទី7គេដឹងថាព្រះអង្គម្ចាស់ជ័យវរធនត្រូវជាបងប្អូនជាទូតមួយនឹងសូរ្យវរ្ម័នទី2នៅពេលដែលមិនទាន់បានសោយរាជ្យនៅឡើយព្រះអង្គបានរៀបអភិសេកជាមួយនឹងក្សត្រីមួយអង្គព្រះនាមជ័យរាជទេវីព្រះអង្គត្រូវបញ្ជាឲ្យលើកទ័ពទៅវាយចាមនៅតំបន់វិជ័យនៅពេលដែលព្រះបិតាសោយទីវង្គតទៅព្រះអង្គគង់នៅឯប្រទេសចម្ប៉ានៅឡើយសិលាចារឹកភិមានអាកាសបានឲ្យដឹងថានៅពេលដែលយសោវរ្ម័នទី2ត្រូវរងគ្រោះដោយមន្ត្រីម្នាក់ព្រះអង្គក៏ប្រញាប់ប្រញាល់យាងមកវិញរួចមកក៏មានអំពើឈ្លានពានរបស់ចាមវាយលុកយកបានរាជធានីអង្គរព្រះបាទជ័យវរ្ម័នទី7មានគុណបំណាច់មួយយ៉ាងធំចំពោះប្រទេសជាតិដោយបានធ្វើការរំដោះទឹកដីឲ្យរួចផុតពីការត្រួតត្រារបស់បរទេសដើម្បីសម្រេចគោលដៅព្រះអង្គត្រូវប្រយុទ្ធយ៉ាងស្វិតស្វាញប្រឆាំងនឹងពួកឈ្លានពានហើយទីបំផុតក៏បានទទួលជោគជ័យជាស្ថាពរក្នុងចម្បាំងជើងទឹកដែលមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មាជាសក្ខីភាពនៅគ្រិស្តសករាជ1181គឺនៅពេលដែលព្រះអង្គមានព្រះជន្មាយុ56ព្រះវស្សាទៅហើយទើបព្រះអង្គបានទទួលរាជាភិសេកឡើងសោយរាជ្យនៅយសោធបុរៈកិច្ចការដំបូងដែលត្រូវបំពេញជាបន្ទាន់គឺការរៀបចំរាជធានីឡើងវិញដោយស្ថាបនាលំពែងថ្មបាយក្រៀមនិងគូទឹកព័ទ្ធជុំវិញមានប្រវែង3គីឡូម៉ែត្រក្នុងមួយជ្រុងនេះជាអង្គរទី3ឬអង្គរធំសព្វថ្ងៃនេះឯង